បាទសួស្តីប្រិយមិត្តទាំងអស់គ្នាថ្ងៃនេះខ្ញុំមានវីដេអូមួយចង់ចែករំលែកទៅប្រិយមិត្តទាំងអស់គ្នាវីដេអូនោះគឺនិយាយពីការលុបមេរោគចេញពីទូរស័ព្ទដៃយើងបងប្អូនណាបាទបងប្អូនឃើញស្រាប់អញ្ចឹងគឺយើងលេខកម្មវិធីអីចឹងទៅវាលោតមករំខានយើងអញ្ចឹងបងប្អូនណាបាទអញ្ចឹងតើរបៀបលុបបាទយើងធ្វើដូចម៉េចបងប្អូនទស្សនាវីដេអូនេះពីដើមរហូតដល់ចប់បងប្អូននឹងចេះធ្វើដោយខ្លួនឯងបងប្អូនណាបាទឃើញទេបាទខ្ញុំចុចតែអញ្ចឹងទៅវាលោតមេរោគមកអញ្ចឹងបងប្អូនណាបាទទូរស័ព្ទនេះដែរគឺមក Oppo បងប្អូនណាបាទ Oppo A15 បងប្អូនណាបាទអញ្ចឹងយើងលេងជួយឆ្លងមេរោគអញ្ចឹងណាបាទអញ្ចឹងបងប្អូនចូល setting ទៅមើល model ទូរស័ព្ទយើងគឺ model អីគេអញ្ចឹងណាបាទយើងចូលសញ្ញាឧទានហ្នឹងទៅអំពីទូរស័ព្ទបងប្អូនបាទហើយឃើញ model វាបងប្អូនណាបាទចឹងបងប្អូនត្រូវដឹងថាសម័យនេះគឺ Telegram យើងបាក់វាយចូលទូរស័ព្ទផ្សេងបងប្អូនណាបាទអញ្ចឹងតើយើងនៅបើកបានអញ្ចឹងបងប្អូនណាបងប្អូនត្រូវចម្លងចូលទូរស័ព្ទថ្មីសិនបងប្អូនណាចាំយើងធ្វើការ reset ម៉ាស៊ីនចាស់ហ្នឹងដើម្បីលុបមេរោគចោលបងប្អូនណាបាទហើយនឹង Facebook ក៏ដូចគ្នាដែរបងប្អូនណា Facebook តែយើង format សិនទៅអស់ហើយយើង download កម្មវិធីថ្មីវិញយើងវាយ Facebook ចូលក៏យ៉ាប់ដែរ Facebook ឥឡូវបាទ Facebook និង Telegram ក៏បាក់វាយមែនទែនបងប្អូនណាបាទក៏បាក់ចម្លងចូលទូរស័ព្ទថ្មីឥឡូវកុំឲ្យយឺតពេកបងប្អូនត្រូវតែចម្លងដាក់ទូរស័ព្ទថ្មីសិនបងប្អូនណាបាទចម្លងដាក់លើទូរស័ព្ទដៃថ្មីសិនចាំយើងធ្វើការ format ម៉ាស៊ីននឹងចោលបងប្អូនណាបាទឥឡូវបងប្អូនត្រូវតែមានទូរស័ព្ទថ្មីមួយទៀតដើម្បីចម្លង Facebook ក៏ដូចជា Telegram ផងបងប្អូនណាបាទតែយើង format ម៉ាស៊ីនហើយយើងអត់ទាន់បានចម្លង Telegram ឬក៏ Facebook ចូលទូរស័ព្ទដៃថ្មីទេបងប្អូនពិបាកវាយណាបងប្អូនណាបាទទៅចូលជាងយើងអស់លុយទៀតណាចឹងបងប្អូនបាទយើងត្រូវទៅឆែក Telegram សិនបងប្អូនបាទ Telegram បងប្អូនវាយចូល Telegram នេះមកបាទអញ្ចឹងយើងវាយលេខហ្នឹងណាបងប្អូនណាបាទយើងទៅឆែកមើល Telegram ចាស់គេតើគេវាយយើងគេផ្កាលេខណាអញ្ចឹងណាចឹងបងប្អូនត្រូវវាយលេខហ្នឹងដាក់ចូលកន្លែងមកដើម្បីយើងចម្លង Telegram ហ្នឹងចូលទូរស័ព្ទថ្មីបងប្អូនណាបាទតទៅមកបានយើងលុប format ធ្វើការ format លើទូរស័ព្ទដៃយើងចោលបងប្អូនណាបាទបងប្អូនឃើញទេបាទ Telegram នេះវាអត់ឲ្យទេតើយើងបង់លុយបង់អីចឹងបានវាឲ្យអញ្ចឹងបងប្អូនត្រូវតែមាន Telegram មួយទៀតគឺ Nightgram បងប្អូនបាទយើងត្រូវតែមាន Nightgram នេះបាទអញ្ចឹង Nightgram គឺយើងចូលទៅក្នុង Play Store download ហ្នឹងទៅបងប្អូនណាបងប្អូនវាយទៅ Nightgram មកយើង download មកបងប្អូនណាបាទអញ្ចឹងយើងចម្លងចេះសិនបងប្អូនណាបាទនេះយើងវាយ Nightgram យើង download មកតែឥឡូវយើង download បានហើយបងប្អូនធ្វើការវាយលេខមិនចូលទៅបាទហើយនេះបងប្អូនចុចខាងក្រោមរហូតដូចខ្ញុំបានប្រាប់បងប្អូនហ្នឹងណាចុចតាមខ្ញុំហ្នឹងទៅបាទបងប្អូនមើលម្ដងមួយទៅបងប្អូនចេះធ្វើតាមខ្ញុំហើយបាទហ្នឹងហើយអញ្ចឹងកន្លែងនេះគឺខ្ញុំបិទលេខដោយសារតែតែផាញ់លេខហ្នឹងទៅក្រុមហ៊ុនគេចាប់អញ្ចឹងបងប្អូនណាបាទក្រុមហ៊ុនគេចាប់អត់ឲ្យវីដេអូយើងផុសលាតត្រដាងលេខទេបងប្អូនណាបាទអញ្ចឹងខ្ញុំចម្លងលេខ Telegram គេនឹងចូលបងប្អូនណាបាទបងប្អូនបើសិនជាបូលេខ Telegram បងប្អូនមួយណាបងប្អូនកត់ចូលដូចខ្ញុំហ្នឹងទៅបាទយើងដាក់ Nightgram ទៅ Nightgram ហើយនឹង Telegram ប្រើជាមួយតែគ្នាបងប្អូនដូចតែគ្នាទេបងប្អូនណាបាទអញ្ចឹងយើងវាយពីនោះនេះវាបោះ message មកឲ្យទេបងប្អូនណាបាទតែបើមិនយើងលុប Telegram ចោលអត់ទាន់បានចម្លងទេបងប្អូនវាបោះលេខកូដហ្នឹងទៅអត់ដឹងទៅរកនៅណាទេអញ្ចឹងណាបាទវាអត់ផ្ញើលេខកូដមកលើលេខទូរស័ព្ទយើងទេវាផ្ញើទៅក្នុង Telegram យើងតែម្ដងអញ្ចឹងឥឡូវខ្ញុំធ្វើនេះគឺបងប្អូនយល់ត្រង់ហ្នឹងបាទយើងចម្លង Telegram ហើយនឹង Facebook ចូលទូរស័ព្ទដៃថ្មីយើងសិនបាទបន្ទាប់មកបងប្អូនចុច Facebook បាទលើទូរស័ព្ទដៃថ្មីហ្នឹងបាទដើម្បីយើងចម្លងទូរស័ព្ទចម្លង Facebook បាទ Facebook លើទូរស័ព្ទដៃដែលកំពុងឆ្លងមេរោគហ្នឹងទៅទូរស័ព្ទដៃថ្មីបន្ទាប់មកយើង format ម៉ាស៊ីនលើទូរស័ព្ទដៃកំពុងឆ្លងមេរោគហ្នឹងបងប្អូនណាបាទចឹងបងប្អូនឆែកទៅឃើញលេខហ្នឹងទៅបងប្អូនវាយចូល Facebook ថ្មីលើទូរស័ព្ទដៃថ្មីអញ្ចឹងបងប្អូនណាបាទតើមកបងប្អូនចូលចឹងទៅឃើញលេខទូរស័ព្ទបងប្អូននៅបងប្អូនចូលទូរស័ព្ទដៃថ្មីយើងយក another account ហ្នឹងមកទៅមកបងប្អូនចូល forget account អញ្ចឹងបងប្អូនណាបាទ forget password ដើម្បីវាបោះលេខកូដទៅលើទូ Facebook យើងហ្នឹងបងប្អូនយកលេខគេហ្នឹងវាយចូលក្នុង Facebook ថ្មី
បាទទូរស័ព្ទផ្សេងនឹងទៀតមកណាបាទយើងវាយលេខនឹងមកបងប្អូនណាបាទវាយលេខទៅបាទនេះចម្លងFacebook ចូលទូរស័ព្ទផ្សេងទៀតបងប្អូនណាបាទបន្ទាប់មកបងប្អូនវានឹងបោះ message ចូល Facebook តែម្ដងបងប្អូនណាបាទនោះវាលោតមកแล้วបងប្អូនណាបាទឥឡូវយើងចុចទៅខាងក្រោមមក try another way នោះមានន័យថាតើវាចង់ឲ្យ message ទៅមួយណាអញ្ចឹងឥឡូវ WhatsApp ខាងក្រោមalarm ឬក៏វាជូនដំណឹងទៅ Facebook ទី2បាទអញ្ចឹងខ្ញុំយកទី2ហ្នឹងបងប្អូនណាបាទចូលទី2ហ្នឹងទៅបងប្អូនចុច continue ទៅតបមកវាលោតទៅលើ Facebook មកដែលទូរស័ព្ទឆ្លងមានរូបណាបាទវាលោតមកឡើងលោតមកណាបាទអញ្ចឹងយើងចម្លងលេខកូដនឹងចូលទៅបាទអញ្ចឹងវាអនុញ្ញាតឲ្យយើងចូល Facebook នឹងបានហើយលើទូរស័ព្ទដៃផ្សេងទៀតបានហើយណាតែវាស៊ូ message ដែរតើទូរស័ព្ទហ្នឹងរបស់យើងប្រើនឹងមែនវា message ទី2ឲ្យណាបាទអញ្ចឹងវារងចាំយើងចុចអនុញ្ញាតបាទមានន័យថាឲ្យយើងមើលរបស់យើងចុច yes ទៅឬក៏បាតទៅរបស់គេយើង no ទៅវាអត់ចូល Facebook ចូលទូរស័ព្ទថ្មីបានទេណាបាទនេះវាស៊ូយើងបាទអញ្ចឹងបើថាយើងថាទូរស័ព្ទហ្នឹងរបស់ខ្ញុំទេអញ្ចឹងយើងចុចអាក្រោម yes មកបាទអាហ្នឹងវាអនុញ្ញាតឲ្យចូលថាមែនទេចុចឲ្យលើទេអាហ្នឹងវា cancel ទូរស័ព្ទថ្មីហ្នឹងវាអត់ឲ្យចូល Facebook បានទេអញ្ចឹងបងប្អូនរងចាំផ្លេតទៅវាload បើកបានឃើញណាបងប្អូនបាទអញ្ចឹងយើងចម្លងបានតែពីរហ្នឹងបានអូខេបងប្អូនណាបាទអញ្ចឹងរូបភាពឬក៏លេខអីវ៉ាន់អាហ្នឹងយើងអស់ហើយលុបចេញអស់ហើយណាបាទអញ្ចឹងយើងមិនខ្វល់ទេលេខបងប្អូនថាអូនណាសំខាន់យើងទៅកត់លេខពីរលេខទុកចឹងទៅលេខណាសំខាន់ណាបើលេខណាមិនសំខាន់បងប្អូនលុបចោលទៅបាទឥឡូវខ្ញុំធ្វើបានជោគជ័យហើយខ្ញុំទាញ Telegram និង Facebook បានជោគជ័យហើយអញ្ចឹងដំណាក់កាលបន្ទាប់គឺចូល format ម៉ាស៊ីនតែម្ដងបងប្អូនបាទដោយសារតែម៉ាស៊ីននេះគឺវាឆ្លងមេរោគដូចបងប្អូនឃើញស្រាប់ចឹងគឺវាឆ្លងលុបផ្ទះបងប្អូនមុននឹងចូល format ម៉ាស៊ីននេះបងប្អូនទៅដឹងថាតើ Gmail នេះបាទតែ Telegram សុំទោស Play Store នេះបងប្អូនត្រូវទៅ remove Play Store ចោលសិនបើបងប្អូនមិន remove ចោលទេបងប្អូននឹងឈូសលេខកូដបានហើយវានៅជាប់ដោះ Play Store ម្ដងទៀតអញ្ចឹងដោះ Play Store ម្ដងទៀតវាយូរបងប្អូនបាទអញ្ចឹងបងប្អូនចូលដូចខ្ញុំបានថាអញ្ចឹងយើងចុចចូល setting ចូលកន្លែងរូបមនុស្សហ្នឹងទៅចូល account ហ្នឹងទៅបងប្អូនឃើញគេអ្នកGoogle ហ្នឹងបងប្អូនចុច Google ទៅបងប្អូនចុចត្រេពីខាងលើចូលមកបងប្អូនយកគណនីចេញអញ្ចឹងណាយើងលុបគណនីចេញអញ្ចឹងទៅបាទចុចយល់ព្រមមកយើងមកលេខកូដបញ្ជាក់ទៅនឹងលុប Play Store ហ្នឹងចេញពីទូរស័ព្ទហ្នឹងឯងអញ្ចឹងដើម្បីយើង format សិននឹងហើយបាទវានឹងបើសិនជាយើងអត់លុប Play Store ទេវានឹងស៊ូ Play Store យើងវាយ Play Store នឹងចូលទៀតពេលខ្លះយើងអត់ដឹង Play Store ប្រហែលទេលេខកូដប្រហែលទេអញ្ចឹងនៅដោះកន្លែងហ្នឹងពិបាកទៅនឹងមកតង់ទៀតអញ្ចឹងដូចខ្ញុំបានបញ្ជាក់ប្រាប់បងប្អូនអញ្ចឹងឥឡូវខ្ញុំបានលុបចោលហើយតោះមកទៀតបងខ្ញុំធ្វើតេស្តមើលតើបើកបានអត់ណាបាទខ្ញុំចូលបើកយ៉ាងមកនេះណាវាឲ្យយើង sign in អញ្ចឹងន័យថាយើងលុបចោលបាត់ហើយណាបាទអញ្ចឹងបាទខ្ញុំតមកយើងធ្វើការចូល setting ដើម្បីតមកបងប្អូនចូល setting ខាងលើនេះក៏បានបងប្អូនណាបាទយើងអស់ពីលើយើងចូល setting ហ្នឹងទៅឬក៏បងប្អូនចូល setting នៅលើទូរស័ព្ទដៃយើងនេះក៏បានចូលរូបកូនសោហ្នឹងទៅបងប្អូនអស់ទៅលើ ផុតមកបាទហើយឧស្សាហ៍មានរូបលូតមករំខានយើងបាទបងប្អូនចូល setting ទៅអស់ទៅលើ ផុតតមកបងប្អូនចូល tray 2បាទការកំណត់បន្ថែមតមកបងប្អូនអស់ទៅលើ ផុតបងប្អូនទៅរកបំរុងទុកនឹងការកំណត់ឡើងវិញបងប្អូនណាបាទយើងចូលឡើងមកតមកបងប្អូនចុចលុបទិន្នន័យទាំងអស់ហ្នឹងទៅមកបងប្អូនលុបទិន្នន័យទាំងអស់បាទតមកគេឲ្យបញ្ជាក់លេខកូដលើទូរស័ព្ទដៃយើងបងប្អូនណាលេខកូដទូរស័ព្ទដៃបងប្អូនប្រហែលបងប្អូនអត់ប៉ុណ្្នឹងទៅបាទនេះតើខ្ញុំចូល setting ហ្នឹងវាលូតឆ្លងមួយរូប3 ម្ដងបាទតមកបងប្អូនចុចលុបពីលុបតាមខ្ញុំទៅបាទអូខេបងប្អូនណាបាទតមកបងប្អូនរងចាំរឿងយូរដែរបងប្អូនណារឿងយូរដល់ឡើយនេះដោយសារតែនេះខ្ញុំថតសារវាបាទខ្ញុំកាត់កោខ្លះតែពិតវែងដល់ឡើយនេះបាទតមកបងប្អូនតមកចេញចេះបងប្អូនយើងជ្រើសរើសភាសាបងប្អូនណាជ្រើសរើសភាសាយ៉ាងមកគ្លីកលើភាសាហ្នឹងបងប្អូនចុចនេះចុចទៀត
បាទនិចទៅអញ្ចឹងទៅបាទនិចរហូតបងប្អូនណាបាទនិចរហូតឡើងហ្នឹងណាបាទតើមកអូន mechanic wifi ទេវាឲ្យយើង skip នោះបាទវាឲ្យរំលងបាទកន្លែងហ្នឹងបងប្អូនអត់លុប Play Store ចោលទេកន្លែងហ្នឹងវាឲ្យយើងនិច wifi ហើយ connect wifi ឲ្យយើងដោះ Play Store កន្លែងហ្នឹងមកតង់បាទអញ្ចឹងដើម្បីជីវកន្លែងហ្នឹងបងប្អូនលុប Play Store ចោលសិនចាំយើងពីសិនចាប់តាមក្រោយកន្លែងនេះវាឲ្យយើង down copy បាទយើងរំលងឡើងទៅ down copy ឡើងយើងអត់ copy ទេយើងចុចកន្លែងហ្នឹងទៅបាទរងចាំទៅនេះហើយកន្លែងនេះឲ្យយើងដាក់ Gmail តែយកដាក់ទេចាំយើងដាក់ពេលក្រោយបងប្អូនសំខាន់យើងនិចម៉ាស៊ីនយើងឲ្យចូលកម្មវិធីសិនទៅចាំយើងកាប់ Play Store ក្រោយតមកកន្លែងនេះគឺជោគជ័យបងប្អូនណាបាទអញ្ចឹងបន្ទាប់មកបងប្អូនដាក់ Play Store ដាក់អីបាទកន្លែងនេះបងប្អូនបាទដោះគ្រីសទៅបើយើងគ្រីសវាគឺវា copy មកអូតូឲ្យយើងណាបាទបន្ទាប់មកយើងកាប់ Play Store យើង download Facebook ហើយនឹង Telegram ដើម្បីយើងចម្លង Facebook និង Telegram ចូលវិញបងប្អូនណាបាទដោយពឹងផ្អែកទៅលើទូរស័ព្ទដៃអាផ្សេងមិញថ្មីមិញណាអញ្ចឹងយើងdownload copy ទៅឥឡូវនេះយើងដោះឲ្យយើង skip បងប្អូនណាបាទយើងអត់ត្រូវការ download កម្មវិធីអីច្រើនញ៉ៃៗទេខ្ញុំឲ្យម៉ាស៊ីនយើងដើរជឿវាធ្ងន់ម៉ាស៊ីនយើងណាបាទអញ្ចឹងជាក្រោយសូមអរគុណបងប្អូនបាទគឺ Subscribe និង Like Channel របស់ខ្ញុំផងដើម្បីទទួលបានព័ត៌មានថ្មីៗពីក្រោយបងប្អូនណាបាទអញ្ចឹងសូមអរគុណសូមជម្រាបលាបាទ